ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំសង្ឃជាប្រធានទីផ្សាររបស់ Major Cineplex ប្រចាំនៅប្រទេសកម្ពុជាជាអ្នកបង្កើតមាតិកាហើយក៏ជាអតីតបេក្ខជនរបស់ MasterChef Cambodia Season 3 រយៈពេលប៉ុន្មានជាង10ឆ្នាំចុងក្រោយនេះក្រុមគ្រួសាររបស់ខ្ញុំក៏បានផ្លាស់ប្ដូរទីលំនៅទៅប្រទេសបារាំងនិងប្រទេសកាណាដារូបខ្ញុំផ្ទាល់ក៏បានរស់នៅប្រទេសបារាំងអស់មួយរយៈពេលដែរនៅទីនោះខ្ញុំបានសិក្សាធ្វើការនិងបានចូលរួមការងារសង្គមនៅក្នុងសហគមន៍របស់ប្រទេសបារាំងថ្មីនេះស្ថានទូតបារាំងនិង Fond Volontaire ក៏បានផ្ដល់កិត្តិយសដល់ខ្ញុំហើយបានផ្ដិតយករូបខ្ញុំយ៉ាងធំទៅបិទលើជញ្ជាំងរបស់ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជានេះជាការរំលឹកទៅដល់ការងារសង្គមដែលខ្ញុំបានចូលរួមធ្វើនៅក្នុងសហគមន៍របស់ប្រទេសបារាំងផងដែរការងារទីផ្សារនៅរោងភាពយន្តខ្ញុំជឿថាពិតជាមានភាពមមាញឹកខ្លាំងមែនតើពីព្រោះពួកយើងមានទាំងភាពយន្តបរទេសនិងភាពយន្តដែលផលិតនៅក្នុងស្រុកនឹងធ្វើកម្មវិធីមួយចំនួនដើម្បីផ្សព្វផ្សាយរឿងឲ្យបានទូលំទូលាយប៉ុន្តែហេតុផលចម្បងដែលធ្វើឲ្យខ្ញុំឆ្លាញ់ការងារមួយនេះគឺវាបានផ្ដល់ឱកាសឲ្យខ្ញុំលើកស្ទួយវិស័យភាពយន្តខ្មែរហើយក៏ដូចជាការលើកទឹកចិត្តនិងការជំរុញទឹកចិត្តទៅដល់ Young Filmmaker ឬក៏អ្នកផលិតភាពយន្តនៅក្នុងស្រុកឲ្យគាត់បានដាក់ស្នាដៃរបស់គាត់បង្ហាញទៅដល់ទស្សនិកជនផងដែរសម្រាប់ការបង្កើតមាតិកាលើបណ្ដាញសង្គមខ្ញុំតែងតែផ្ដោតទៅលើការចម្អិនការកម្សាន្តបទពិសោធន៍របស់ខ្ញុំផ្ទាល់តាក់ទងជាមួយនឹងកម្មវិធី MasterChef ហើយក៏ដូចជាវីដេអូដែលជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឲ្យចូលរួមធ្វើការងារសង្គមក្នុងនាមជាអ្នកបង្កើតមាតិកាខ្ញុំបានទទួលបទពិសោធន៍យ៉ាងច្រើនហើយខ្ញុំជឿថាបទពិសោធន៍ដែលខ្ញុំចែករំលែកនេះគឺអាចជំរុញលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដែលចង់បង្កើតមាតិកាទៅលើបណ្ដាញសង្គមលើសពីនេះទៅទៀតការបង្កើតមាតិកាសំខាន់ទៅលើការរៀបចំពេលវេលារបស់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើមាតិកាមួយឲ្យបានល្អអ្នកទាំងអស់គ្នាត្រូវរៀបចំពេលវេលាបែងចែកឲ្យបានច្បាស់ជាមួយនឹងការងារផ្ទាល់ខ្លួនជាមួយនឹងការបង្កើតមាតិកាសូមអរគុណជម្រាបលា